សម្រាប់ថ្ងៃនេះវិញកូនទានំបញ្ចុកញ៉ាំអញ្ចឹងមកធ្វើខ្លួនឯងហ្មងទៅបានយើងតាមរសជាតិហើយវាឆ្ងាញ់ទៀតចង់ដាក់ដាក់នឹងតាមចិត្តយើងអញ្ចឹងហើយសម្រាប់មុខនេះគឺធ្វើគ្រឿងច្រើនមែនតើហ្មងហើយរយៈពេលក៏យូរដែរខ្ញុំធ្វើតាំងពីព្រឹកខ្ទង់បែប2ម៉ោងហ្នឹងបានរួចរាល់រៀបចំគ្រឿងហើយជាដំបូងយើងចាប់ផ្ដើមបុកគ្រឿងវិញម្ដងបុកគ្រឿងឲ្យម៉ត់ល្អហើយនេះខ្ញុំបន្ថែមសណ្តែកដីនៅក្នុងហ្នឹងហើយជាស្រេចហ្មងហើយថ្ងៃនេះញ៉ាំជាមួយពីរមុខមាននំបញ្ចុកហើយនិងនំប៉័ងអញ្ចឹងទឹកស្លយើងរៀងគ្រាន់មកល្មមដែរហើយយើងបុកគ្រឿងឲ្យម៉ត់ល្អមកចំពោះការស្លខ្ញុំចូលចិត្តយកគ្រឿងមកបុកខ្លួនឯងដោយសារវាថ្មីពេលធ្វើទៅវាលឿងល្អហើយឈ្ងុយបើទិញគេវាអត់សូវឈ្ងុយទេបើថ្ងៃណារៀងយើងបញ្ញាប់អញ្ចឹងខ្ញុំទិញគេហើយសាច់ជ្រូកយើងមានសាច់ជ្រូក3ជាន់និងឆ្អឹងជំនីបើសិនជាមានមាន់ក៏ឆ្ងាញ់មួយយ៉ាងដែរប៉ុន្តែខ្ញុំយកសាច់ជ្រូក3ជាន់ហើយនិងឆ្អឹងជំនីហ្មងតែហើយគ្រឿងផ្សំរបស់យើងមានច្រើនធ្វើមួយមុខនេះហើយលែងហេវហ្មងហត់ពេកវាយូរធ្វើយូរអញ្ចឹងលែងចាំឃ្លានហ្មងហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមមកហាន់របៀបជាប្រភេទមើម្ដងខ្ញុំយករបៀបការ៉ុតហើយនិងដលងបារាំងមានខ្ទឹមបារាំងម្ដុំទៀតអញ្ចឹងបងប្អូនដាក់តែ3មុខហ្នឹងហើយសម្រាប់ខាងបន្លែវិញខ្ញុំយកដូចជា 4-5 មុខមានសណ្តែកបដោស្ពៃក្តោបពណ៌សហើយនិងពណ៌ស្វាយបន្តមកទៀតជីសសក់អីចឹងទៅយើងចេកយើងមានរៀងច្រើនមុខដែរសម្រាប់មួយមុខនេះយើងធ្វើបន្លែច្រើនមុខបានឆ្ងាញ់ហើយគ្រឿងរបស់យើងបានរៀបចំរួចយើងមកចាប់ផ្ដើមដាក់ខ្ទិះដើមចំនួនប្រហែល1កូនចានយើងដាក់មកកូរមាស់ជាមួយគ្រឿងជាមួយអីហ្នឹងហើយវាលាយគ្រឿងអញ្ចឹងអ្នកខ្លះគាត់ប្រើខ្លាញ់តែខ្ញុំអត់ទេខ្ញុំដាក់ជាខ្ទិះដូងហ្មងទៅហើយយើងកូរឲ្យវាឈ្ងុយមួយសន្ទុះមកហើយបន្តមកទៀតយើងបន្ថែមខ្ទិះតិចទៀតមកដោយសារវារៀងខាប់ពេកហើយវាអត់រលាយអញ្ចឹងបន្ថែមតិចទៀតមកហើយកូរឲ្យវាឡើងឈ្ងុយតិចមកចាំយើងដាក់សាច់ដាក់បន្លែចូលហើយមើលគ្រឿងយើងថាឡើងឈ្ងុយហើយយើងចាប់ផ្ដើមបន្ថែមគ្រឿងក្រូបន្ថែមគ្រឿងឲ្យអស់យើងចាប់ផ្ដើមដាក់សាច់ដាក់បន្លែចូលគ្នាទាំងអស់ហ្មងទៅមុខនេះភាគច្រើនដាក់លាយចូលគ្នាទាំងអស់ដោយសារតែយើងងាស់ជាមួយគ្នាអញ្ចឹងខ្ញុំធ្វើជាលក្ខណៈដូចថាគ្រួសារខ្ញុំចូលចិត្តធ្វើមិនខ្ញុំធ្វើចឹងហ្មងទៅអញ្ចឹងយើងដាក់ងាស់ទាំងអស់មុខនេះបើសិនជាបញ្ញាប់អីទិញគេញ៉ាំហ្មងទៅឆ្ងាញ់ជាងវាអត់ហត់ដល់ពេលយើងញ៉ាំទៅឆ្ងាញ់តែហត់ពេកលែងឆ្ងាញ់ហើយម្ហូបវាឆ្ងាញ់ហើយប៉ុន្តែតែយើងធ្វើហត់ទៅលែងចង់ហើយបន្ទាប់មកយើងកូរវាឲ្យដាក់បន្លែចូលគ្នាទាំងអស់មកខ្ញុំប្រើដូងដូចជា2មួយឆ្នាំងហ្នឹងដោយសារយើងចង់ឈ្ងុយខ្លាំងហើយអត់តន់ប្រគ្រប់ទេណាដូង2ហ្នឹងហើយបន្ថែមទឹករៀងមួយចានទៀតដោយសារដូងហ្នឹងខ្ញុំពូតយកទឹកខ្ទិះរៀងដើមទេយើងអត់ចង់យកចុងដល់ពេលចឹងទៅមើលទៅអត់គ្រប់បន្ថែមទឹកហ្មងទៅគិតថាវាមិនល្មមដល់ពេលហើយខ្វះយើងបន្ថែមទឹកហ្មងទៅអញ្ចឹងគួរតែពូតខ្ទិះដូងទុកឲ្យច្រើនបើសល់យើងដាក់ក្នុងទូហ្មងទៅហើយឥឡូវសឡយើងបានពុះណាយូរមែនតែនហ្មងពុះឲ្យយើងងាស់មកសន្ទុះបានញ៉ាំហើយបន្លែយើងគឺល្អមែនតែនហ្មងថ្ងៃនេះទៅផ្សារពេលរៀងព្រឹកដល់ពេលចឹងបន្លែសិតតែស្រស់យើងដាក់បន្លែក្នុងចានមកចាប់នំបញ្ចុកដាក់មកប៉ុន្តែនំបញ្ចុកទិញនេះអត់សូវបានល្អដោយសារអត់សូវមានអ្នកលក់គេធ្វើតែម្នាក់ពីរនាក់រាល់ដងសាបូដល់ថ្ងៃនេះអត់សូវសាបូទៅទិញចាំថ្ងៃអត់នំបញ្ចុកល្អតែឆ្ងាញ់ដូចគ្នាហើយយើងបន្ថែមម្ទេសតែ2-3គ្រាប់មករួចជាការស្រេចហើយហានេះខ្ញុំដួសទុកសម្រាប់ជ្រលក់ជាមួយនំប៉័ងយើងគ្របទុកដើម្បីកុំឲ្យវាផ្អូមអញ្ចឹងបងអាចសាកតាមរបៀបនេះបាន